ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាសម្លចាប់ឆាយតោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកយើងចាក់ខ្លាញ់ដើម្បីបំពងខ្ទឹមបន្ទាប់ពីខ្ទឹមឡើងក្រហមល្អហើយយើងចាប់ផ្ដើមដាក់ស្ករខម្ដងបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ទឹកត្រីកូនមកយើងដាក់ផ្សិតជាមួយនឹងស្បែកជ្រូកចូលរួចហើយយើងចាប់ផ្ដើមដាក់ម្រេចតាមចំណង់ចំណូលចិត្តបងប្អូនដាក់ច្រើនក៏បានដាក់តិចក៏បានរួចហើយយើងបន្ថែមប៊ីចេងមួយស្លាបព្រាបន្តមកទៀតយើងដាក់រ៉ូឌីមួយស្លាបព្រាបន្ទាប់ពីឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់សាច់យើងចូលហើយសម្រាប់សាច់ខ្ញុំដាក់សាច់មាន់លាយជាមួយនឹងសាច់ជ្រូកបីជាន់បន្ទាប់ពីសាច់យើងឡើងឆ្អិនល្អហើយយើងចាប់ផ្ដើមដាក់ទឹកចូលឥឡូវសម្លយើងបានចាប់ផ្ដើមពុះហើយយើងចាប់ផ្ដើមដាក់បន្លែចូលបន្ទាប់មកខ្ញុំថែមអំបិលគ្រើមួយស្លាបព្រាដោយសារទឹកត្រីយើងប្រើទឹកត្រីកំភ្លៀងចឹងវាអត់សូវប្រៃណាបងប្អូនខ្ញុំដាក់ថែមអំបិលវាមួយស្លាបព្រា ប
បន្ទាប់មកយើងថែមដុំស៊ុបចំនួន2ដុំឥឡូវនេះសម្លចាប់ឆាយរបស់យើងគឺបានឆ្អិនហើយបងប្អូនអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ